តើភាពស្មោះត្រង់របស់អ្នកមានតម្លៃប៉ុណ្ណានៅពេលដែលគ្មានអ្នកណាម្នាក់មើលឃើញសូមកុំទាន់អស់រំលងសូមមើលវីដេអូនេះភាពស្មោះត្រង់ពិតប្រាកដមិនមែនជាការសម្ដែងដើម្បីចង់បានពាក្យសរសើរឬដើម្បីឲ្យមនុស្សជុំវិញខ្លួនព្រមទទួលស្គាល់នោះទេវាកើតចេញពីពន្លឺក្នុងចិត្តដែលដឹងខុសត្រូវនិងការរស់នៅដោយសុចរិតភាពទោះបីជាស្ថិតនៅក្នុងកន្លែងងងឹតបំផុតតែគ្មានភ្នែកមនុស្សណាម្នាក់មើលឃើញក៏យើងនៅតែរក្សាភាពត្រឹមត្រូវសុចរិតស្មោះត្រង់ដែរព្រោះយើងជឿជាក់ថាព្រះទ្រង់ទាត់ឃើញគ្រប់ការទាំងអស់ដែលមនុស្សបានធ្វើកុំរស់នៅដើម្បីតែភ្នែកអ្នកដទៃប៉ុន្តែត្រូវរស់នៅដើម្បីសេចក្តីសុខក្នុងចិត្តខ្លួនឯងនៅក្នុងព្រះគម្ពីរសុភាសិតចំពុក10ខ9បានចែងថាអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់នោះក៏ដើរដោយទុកចិត្តតែអ្នកណាដែលបង្ខូចផ្លូវខ្លួននោះមនុស្សទាំងឡាយនឹងស្គាល់គេច្បាស់ដែរហើយនៅក្នុងគម្ពីរសុភាសិតចំពុក15ខ3ក៏បានចែងដែរថាព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើក៏យាមមើលទាំងអស់ទោះទាំងការអាក្រក់និងល្អផងទោះបីជាស្ថិតនៅក្នុងកន្លែងងឹតបំផុតដែលគ្មានភ្នែកមនុស្សណាម្នាក់មើលឃើញក៏ដោយសូមខមមិនពាក្យស្មោះត្រង់នៅខាងក្រោមប្រសិនបើអ្នកជ្រើសរើសរស់នៅដោយសុចរិតភាពបើអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូម share ទៅកាន់មិត្តភ័ក្តិដើម្បីដាស់តឿនពួកគេឲ្យមានភាពស្មោះត្រង់ផងដែរសូមអរគុណសូមព្រះប្រទានពរ